ខ្ញុំចង់បញ្យល់រឿងព្រំដែនដែលមិនទាន់កំណត់ច្បាស់លាស់តាមផ្លូវច្បាប់ជាតិនិងអន្តរជាតិស្មានតែសៀមសំអាននឹងវាភ្លើណាស់វាអត់ដឹងពីរឿងយើងរស់នៅតាមប្រវេណីចូលដីគេចូលដីយើងពេលវាស់វែងទៅយើងកាត់អានឹងឲ្យគេកាត់អានោះឲ្យយើងមកវិញស្មានតែសៀមសំអាននឹងវាមិនដឹងវាដឹងតាក៏ប៉ុន្តែសូត្រតែចុះហេតុអីបានជាវានិយាយភាសាហ្នឹងវាមិនព្រមបញ្យល់ការពិតដោយដែលខ្ញុំបញ្យល់បងប្អូនហ្នឹងប្រាប់ឲ្យបងប្អូនដឹងពីព្រោះបើវាបញ្យល់ការពិតធ្វើមិនញុះញង់បងប្អូនឲ្យស្អប់រដ្ឋាភិបាលឲ្យស្អប់លោកប្រាក់សុខុនមិនបានពីព្រោះវាត្រូវការឈ្នះលោកប្រាក់សុខុនវាត្រូវការឈ្នះរដ្ឋាភិបាលកម្ពុជាបើវាមិនភូតផលមិនកុហកអញ្ចឹងធ្វើមិនទាញបងប្អូនឲ្យមកជឿពួកវាបានមែនរឿងនឹងអត់មានអីចម្លែកទេបាទរឿងនឹងអញ្ចឹងខ្ញុំទាញឲ្យខ្លីត្រឡប់មកវិញកុំឲ្យវាវែងពេកខ្ញុំគិតថាបងប្អូនពលរដ្ឋបងប្អូននៅក្នុងការ live របស់ខ្ញុំល្មមអាចស្ដាប់យល់បានរឿងព្រំដែននេះជារឿងបច្ចេកទេសសុទ្ធសាធមិនមែនជារឿងទាញយកប្រយោជន៍នយោបាយទេការប៉ះទង្គិចនឹងការឈ្លានពានរបស់សៀមមកលើទឹកដីប្រទេសកម្ពុជាបងស្ទើមែនបងតារាស៊ីបងវិនសម្បត្តិបិសាចនេះកូនគឺជារឿងបច្ចេកទេសជារឿងផ្លូវច្បាប់ដូច្នេះត្រូវការយកបច្ចេកទេសផ្លូវច្បាប់និងផ្លូវការទូតមកនិយាយអត់មានរឿងយកនយោបាយមកកេងចំណេញទេអត់ទេអត់មានរឿងលទ្ធិប្រជាធិបតេយ្យអត់មានរឿងសិទ្ធិមនុស្សអត់មានរឿង scam online អត់មានអីទាំងអស់ក៏ប៉ុន្តែក្រុមសៀមសំអានសៀមរាំងស៊ីសៀមអីនេះយក scam online មកបន្លប់រឿងព្រំដែនផងយកកាត់ដីយកនយោបាយមកបន្លប់រឿងនឹងផងយកសិទ្ធិមនុស្សផងយកប្រជាធិបតេយ្យឃើញដើរព្រុសអញ្ញាញ៉ៃពេញហ្នឹងឯងឃើញគេដើរពំរៀនអញ្ញាឈួតលីលាពេញហ្នឹងអត់យកតាពីយកមកនិយាយដើម្បីតែកេងចំណេញនយោបាយឃើញវាឡប់ចឹងឯងសំបីតែសង្គ្រាមដែលគេរៀបចំអារឿងព្រំដែនក៏វាយកមកកេងចំណេញនៅក្នុងផ្លូវនយោបាយដែរវាយកមកកេងចំណេញរឿងផ្លូវនយោបាយដែរបងសៅកំឡៃបងសុកយូនប្រិមិត្តអញ្ចឹងពួកហ្នឹងវាឈួតហើយវាដកដំណាក់ការឈួតលែងមានភាពត្រឹមត្រូវនៅក្នុងខ្លួនហើយវាដល់ដំណាក់ការឈួតលប់លីលាទៅហើយដល់ដំណាក់ការឈួតហើយវាជាដំណាក់កាលដែលពួកអ្នកនយោបាយមិនអាចទៅជួយខ្មែរបានទេមិនអាចទៅជួយខ្មែរបានទេហើយមួយថ្ងៃអំពីមើលឲ្យប្រជាពលរដ្ឋងើបឡើងបះបោក្នុងពេលដែលសៀមកំពុងតែពាត់យកដីយើងបងប្អូនខ្ញុំសួរបងប្អូនមានខ្មែរណាកំណើតឆ្កែដោយពួកនឹងនោះឥឡូវខ្ញុំនិយាយពីគ្រួសារបងប្អូនចុះឧទាហរណ៍ថាខ្ញុំជាញាតិជិតខាងជា neighbor របស់បងប្អូនខ្ញុំទៅពាត់យកដីបងប្អូនធ្វើលបងពាត់យកដីបងប្អូនស្រាប់តែបងប្អូនម៉ែឪបងប្អូន5នាក់2នាក់ទៀតថ្កោលទោសខ្ញុំពាត់យកដីគាត់2នាក់ទៀតជេរអាបងខ្លួនឯងហ្នឹងថាមកពីឯងហ្នឹងឯងបានសុគន្ធរៈឡុងទៅពាត់យកដីអាផ្លូវច្បាប់អត់និយាយអាស្អីអត់និយាយទេបងប្អូន5នាក់មួយម៉ែឪហ្នឹងឆ្លោះគ្នាវល់ខ្ញុំអ្នកពាត់យកដីមិនចំណេញចាំមើលខ្ញុំពាត់យកដីឯងហើយចាំមើលបងប្អូនឯងម៉ែឪឯងឆ្លោះគ្នាទៀតឃើញទេសំណួរសួរថាតើអាកូនទី2អាកូនក្រុម2នាក់ដែលថ្កោលទោសខ្ញុំវាត្រូវអា2នាក់ទៀតវាឆ្លោះបងប្អូនវាវាបកកើតរឿងឆ្លោះពេញគ្រួសារទាំងអស់វាបកកើតរឿងវាចោទថាមកពីអាអ្នកការពីដីហ្នឹងដូចគ្នានឹងក្រុមសៀមរាំងស៊ីចឹងដល់ពេលអ្នកចំណេញអ្នកណាគេអ្នកចំណេញសុគន្ធរៈឡុងព្រោះសុគន្ធរៈឡុងគាត់យកដីឯងហើយបងប្អូនឯងឆ្លោះគ្នាទៀតសុគន្ធរៈឡុងមិនចំណេញថាទៅមើលសៀមរាំងស៊ីគឺដើរតួនាទីជំនួសសុគន្ធរៈឡុងដែលខ្ញុំប្រើពាក្យសៀមរាំងស៊ីសៀមអ៊ុំសំអាននិងក្រុមសៀមទាំងអស់ហ្នឹងពួកអាសនៈសៀមនៅក្រៅស្រុកហ្នឹងដែលខ្ញុំប្រើពាក្យអាសនៈសៀមនៅក្រៅស្រុកហ្នឹងវាអញ្ចឹងតាមពិតក្រុមសៀមរាំងស៊ីចង់ឈ្នះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតទេមិនប្រកាសថាជាសនៈរបស់សៀមជាឆ្កែបំរើរបស់សៀមទេ
ក៏ប៉ុន្តែនៅក្នុងពេលដែលសៀមពាត់យកទឹកដីយើងហ្នឹងសៀមរាំងស៊ីហ្នឹងក៏ចង់ឈ្នះលោកហ៊ុនសែនលោកហ៊ុនម៉ាណែតដែរអាហ្នឹងហើយដែលខ្ញុំហៅថាឆ្កែសៀមនោះចុះបបួលបងប្អូនឯងឆ្លោះគ្នាអ្នកណាចំណេញថាមើលបបួលខ្មែរខ្លួនឯងឆ្លោះគ្នាអ្នកណាចំណេញថាមើលឥឡូវណាចំណេញរឿងប្រជាធិបតេយ្យរឿងសិទ្ធិមនុស្សរឿងឯងចង់ចូលស្រុករឿងឯងចង់បោះឆ្នោតរឿងឯងចង់ធ្វើនាយករដ្ឋមន្ត្រីអានឹងវាជារឿងខ្មែរនឹងខ្មែរតាអារឿងព្រំដែននេះយើងត្រូវជួយគ្នាមិនចឹងបងសុចិន្តាហេងបងហេងណាំមិនចឹងអារឿងអ្នកឯងចង់ចូលស្រុកអ្នកឯងចង់ទៅបោះឆ្នោតអ្នកឯងចង់ឲ្យមានប្រជាធិបតេយ្យអ្នកឯងចង់បំបត្តិអំពើពុករលួយអ្នកឯងចង់ធ្វើអីអានឹងជារឿងខ្មែរនឹងខ្មែរយើងត្រូវប្រឈមមុខដោះស្រាយគ្នាក៏ប៉ុន្តែពេលនេះរាល់ថ្ងៃនេះសៀមវាកំពុងតែនេះយើងអត់ត្រូវការឆ្លោះគ្នាជាមួយខ្មែរនឹងខ្មែរទៀតទេមិនមែនមានន័យថាមិនឆ្លោះគ្នាជាមួយខ្មែរនឹងមានន័យថាឲ្យពួកឯងចូលស្រុកទេមិនមែនមានន័យអញ្ចឹងទេណាមិនមានន័យអញ្ចឹងទេកុំច្រឡំរឿងនយោបាយគឺនយោបាយរឿងសំខាន់តើពួកអ្នកឯងនឹងជាខ្មែរនឹងការពារទឹកដីឬក៏ការពារអីអត់មួយថ្ងៃចឹងឲ្យទៅលោកហ៊ុនម៉ាណែតមានចង្អោលអាមៀមដៃនឹងទៅយួនទៅសៀមណាអត់ផងតាសៀមផុសព័ត៌មានស្អីក៏វាចង្អោលទៅហ៊ុនម៉ាណែតហ៊ុនសែនអាសៀមបំភ្លៃវាយកព័ត៌មានសៀមមកផុសចង្អោលទៅហ៊ុនម៉ាណែតហ៊ុនសែនអាសៀមវាដើរអីមានរូបថតមួយស្លឹកពីរស្លឹកវាចង្អោលទៅហ៊ុនម៉ាណែតហ៊ុនសែនវាចង្អោលទៅទាំងអស់បងប្អូនគិតមើលអានឹងវាជួយខ្មែរឬក៏វាជួយសៀមចង់មិនចង់គឺវាជួយសៀមឥឡូវបងប្អូនគិតមើលបងប្អូន2នាក់3 4នាក់ដែលឆ្លោះគ្នានេះខ្ញុំទៅពាត់យកដីវាហើយតែមួយថាខ្ញុំខុសតែពីរទៀតថាខ្ញុំខុសតែពីរទៀតថាមកពីអាអ្នកថាខ្ញុំខុសហ្នឹងអាអ្នកថាខ្ញុំខុសហ្នឹងបងប្អូនវាដែលថាខ្ញុំខុស2នាក់ហ្នឹងតែ2នាក់ហ្នឹងវាមិនមែនមកចោទខ្ញុំអ្នកពាត់យកដីណាថាខុសមកពីឯងហ្នឹងឆ្លោះគ្នាវល់ពេញប្រទេសគេចរិតសៀមរាំងស៊ីកុំសៀមសំអានដូចគ្នាអញ្ចឹងដល់អ្នកណាអ្នកមានប្រយោជន៍សកុនរឡងអ្នកពាត់យកដីហ្នឹងអ្នកមានប្រយោជន៍ទីបំផុតអ្នកណាអ្នកខាតខ្មែរតាក់បងប្អូនវា5អ្នកហ្នឹងអ្នកខាតមានអាណាអ្នកខាតបងប្អូនវា5អ្នកខាតអញ្ចឹងបានខ្ញុំចង់បញ្យល់រឿងព្រំដែនដែលមិនទាន់កំណត់ច្បាស់លាស់តាមផ្លូវច្បាប់ជាតិនិងអន្តរជាតិគឺមិនទាត់ចាត់ទុកថាជាការដោះស្រាយរឿងព្រំដែនទេនឹងការរស់នៅតាមប្រវេណីគឺជាការរស់នៅមិនទាន់ស្របច្បាប់គឺមានន័យថាវាតតែមានការចរចាគ្នារវាងរាជាណាចក្រទាំងពីរហ្នឹងហើយវាស់វែងទៅតាមអ្វីដែលមាននៅក្នុងផែនទីដែលបានកំណត់ដោយបារាំងសៀមឆ្នាំ1904 1907កម្ពុជានិយាយច្បាស់និយាយស្ទើរតែបងប្អូននឹងលែងចង់ស្ដាប់ទៅហើយកម្ពុជាទទួលស្គាល់តែផែនទីខ្នាត1លើ200,000ទេកម្ពុជាមិនដែលទទួលយកផែនទីខ្នាត1លើ50,000ដែលគូដោយសៀមទេ